សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកបង្រៀនពីរបៀបបង្កើត email លើទូរស័ព្ទដៃអញ្ចឹងអ្នកដែលមកថ្មីកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងជាដំបូងយើងចូល email ហើយយើងទៅមកយើងទៅចុចនៅខាងលើតាមខ្ញុំបងប្អូនខាងស្ដាំដៃទៅបានចុចហើយចេញមកបែបនេះយើងចុចកន្លែងនឹងមួយទៀតទៅមកយើងទៅចុច add account បងប្អូនចុចចូលមកខាងទៅនឹងយើងត្រូវពាក្យបង្កើតគណនីយើងចុចពាក្យបង្កើតគណនីរួចហើយយើងដាក់បង្កើតប្រើប្រាស់ផ្ទាល់ខ្លួនរបស់ខ្ញុំទៅមកត្រង់ទៅនឹងគេឲ្យយើងបំពេញឈ្មោះបងប្អូនទៅមកចាំមើលខ្ញុំបំពេញឈ្មោះតែសម្រាប់ខ្ញុំដាក់ឈ្មោះខ្ញុំចង់ខ្ញុំវាយឈ្មោះខ្ញុំសិនខ្ញុំវាយឈ្មោះរួចហើយបន្ទាប់មកយើងចុចបន្ទាប់ត្រង់គេឲ្យយើងបំពេញថ្ងៃខែឆ្នាំកំណត់របស់យើងអញ្ចឹងខ្ញុំបំពេញបងប្អូនពេញខែឆ្នាំកំណត់របស់បងប្អូននៅត្រង់ហ្នឹងភេទយើងជ្រើសរើសភេទប្រុសមកចុចរួចយើងបំពេញរួចហើយយើងចុចបន្ទាប់ត្រង់ហ្នឹងឲ្យយើងវាយឈ្មោះ email យើងបំពេញអ្នកទាំងអស់គ្នាបំពេញមិនក៏បានដែរតែមកខ្ញុំបំពេញសិនបន្ទាប់ពីបានយើងបំពេញរួចហើយយើងចុចបន្ទាប់មកវាលោតឲ្យយើងវាយពាក្យស្ងាត់ email យើងបងប្អូនចឹងខ្ញុំវាយសិនចឹងខ្ញុំវាយរួចហើយយើងចុចបន្ទាប់ទៀតត្រង់យើងគេឲ្យយើងបញ្ចូលលេខទូរស័ព្ទតែសម្រាប់ខ្ញុំអត់ទៅមិនបានបញ្ចូលទេខ្ញុំចុចរំលងចឹងយើងចុចបន្ទាប់ទៀតមកដល់កន្លែងហ្នឹងយើងអូសវាទៅលើទៅមកយើងចុចពាក្យយល់ព្រមទៅពីបានចុចហើយយើងចាំវាមកធុះវាលោតមកបង្កើតបាន email រួចរាល់ចឹងវីដេអូខ្ញុំតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ